គតិអប់រំការចេះដឹងគុណនិងការនិយាយពាក្យអរគុណគឺជាអាកប្បកិរិយាដ៏ល្អមួយដែលកុមារគ្រប់រូបត្រូវតែរៀនសូត្រនិងអនុវត្ត។សួរបងប្អូនទាំងអស់គ្នាថ្ងៃនេះអូនមកអានរឿងនិទានឲ្យបងប្អូនស្ដាប់ទាំងអស់គ្នារឿងនេះមានឈ្មោះថាកុំភ្លេចអរគុណនៅក្នុងភូមិមួយមានលោកតាចិត្តល្អម្នាក់គាត់តែងតែទៅវត្តធ្វើបុណ្យជារៀងរាល់ថ្ងៃសៅរ៍ថ្ងៃមួយបន្ទាប់ពីលោកតាជិះកង់ចេញពីវត្តត្រឡប់មកផ្ទះវិញស្រាប់តែឃើញក្មេងសិស្សសាលាម្នាក់ឈ្មោះចត្រាគេកំពុងដើរតាមផ្លូវលោកតាមានចិត្តអាណិតក៏បានឈប់កង់ហើយហៅចត្រាមកជិះកង់ជាមួយតាទៅតាជូនទៅផ្ទះចត្រាឮហើយក៏ងក់ក្បាលតិចរួចឡើងជិះកង់ជាមួយលោកតាក៏ខំធាក់កង់ទាំងហត់ចត្រាអង្គុយពីក្រោយស្ងៀមឆឹងលោកតាក៏ព្យាយាមនិយាយរកចត្រារៀនបានលេខប៉ុន្មានដែរខែហ្នឹងចត្រាឆ្លើយបានលេខ5អូល្អណាស់ចុះនៅសាលារៀនសប្បាយទេចត្រាងក់ក្បាលតិចហើយមិននិយាយអ្វីទាំងអស់ជិះបន្តិចក៏មកដល់មុខរបងផ្ទះរបស់ចត្រាមិនបាននិយាយអ្វីមួយម៉ាត់ក៏ស្ទុះចុះពីកង់ហើយរត់ចូលផ្ទះបាត់ទៅមួយអាទិត្យក្រោយមកលោកតាត្រឡប់មកពីវត្តវិញគាត់បានយកនំចំណីនិងផ្លែឈើបន្តិចបន្តួចផ្ញើចត្រារកចេញមកទទួលទាំងត្រេកអរហើយក៏រត់ចូលក្នុងផ្ទះបាត់ទៅម៉ាក់របស់ចត្រាបានចេញមកពីក្រោយផ្ទះហើយឃើញទង្វើរបស់កូនក៏ស្រែកហៅចត្រាមកនេះកូនចត្រាក៏ឈប់ហើយដើរត្រឡប់មកវិញម៉ាក់ក៏បានទាញដៃចត្រាមកជិតលោកតាហើយពន្យល់កូនត្រូវចេះគោរពមនុស្សចាស់ហើយចេះនិយាយពាក្យអរគុណនៅពេលដែលគេជួយឬឲ្យអ្វីមួយដល់យើងលោកតាខំធាក់កង់ជូនកូនមកពីសាលារៀនគាត់ហត់ខ្លាំងណាស់កូនត្រូវចេះអរគុណគាត់មើលនំនិងផ្លែឈើនេះលោកតាក៏បានយកមកផ្ញើកូនដែលកូនត្រូវចេះអរគុណលោកតាចត្រាបានស្ដាប់ម៉ាក់ពន្យល់ហើយក៏ដឹងកំហុសរបស់ខ្លួនចត្រាមានអារម្មណ៍ខ្មាស់អៀនដោយទឹកមុខចង់យល់គេក៏លើកដៃសំពះលោកតាចៅសុំទោសចៅនឹងលែងធ្វើបែបនេះទៀតហើយលោកតាញញឹមហើយអង្អែលក្បាលចត្រាថ្នមអត់អីទេចត្រាមិនអីទេកូនចេះដឹងកំហុសគឺជារឿងល្អហើយចាប់ពីពេលនោះមកចត្រាបានក្លាយជាក្មេងប្រុសដ៏ល្អម្នាក់ចេះគោរពមនុស្សចាស់ហើយចេះនិយាយពាក្យអរគុណជានិច្ចនៅពេលដែលគេទទួលបានជំនួយឬអ្វីមួយពីអ្នកដទៃគតិអប់រំការចេះដឹងគុណនិងការនិយាយពាក្យអរគុណគឺជាអាកប្បកិរិយាដ៏ល្អមួយដែលកុមារគ្រប់រូបត្រូវតែរៀនសូត្រនិងអនុវត្ត។